ជំរាបសួរបងប្អូនទាំងអស់គ្នាវិលមកកាន់វីដេអូថ្មីនាងខ្ញុំម្ដងទៀតហើយថ្ងៃនេះនាងខ្ញុំបានត្រីប្រឡាក់មកបង្ហាញបងប្អូនទាំងអស់គ្នាដោយសាររដូវនេះគឺជារដូវទឹកឡើងអញ្ចឹងហើយក៏សម្បូរត្រីនាងខ្ញុំក៏ប្រឡាក់ត្រីជូនបងប្អូនទស្សនាហើយបងប្អូននៅទំនប់ស្លាតអណាត្រីនេះ1គីឡូ7,000ទៅ8,000ធំល្អមែនទែនបងប្អូនដោយសារគេធ្វើផ្លូវបងប្អូនចឹងទៅហើយណាំវិញអានេះអត់ត្រូវត្រីអានេះតិចនេះក៏លើកមកទូងអូនទៅយកឲ្យប្រហែល3ម៉ោងយកឲ្យក៏តំលើកមកថ្មីស្រស់នេះបងប្អូនដល់ថារីក្រោយកលាធំជាមុនដូចតែគ្នាបងយើងបញ្ញាទៅតែមួយកលាទេអានេះដល់លេងទៅតិចទៅអូខេអាពីខាងនេះបាននេះបងមក10គីឡូទៅអញដាក់គោជាកូនអញមិនស្អីទេណា70អ៊ំចង់ឲ្យអត់ចង់អ៊ំ3គីឡូពីបានចាឲ្យមកអូមកត្រីកជ្រូកក៏ប៉ុណ្ណាណៃចាស្រស់ចេះខឆ្ងាញ់ណាស់ស៊ីរ៉ាឡើងមកវិញ1គីឡូហ្មងអីធំល្អនេះត្រីនេះខ្ញុំវះរួចរាល់ជាការស្រេចទេបងប្អូនវះបែបហ្នឹងហើយមើលសាច់ត្រីរងក្រហមបងប្អូនស្រស់ហ៎ហើយនេះខ្ញុំធ្វើការសម្រស់ស្រស់ទឹកយើងទុកមួយឡែកសិនទៅយើងទៅលីងម្ទេសបងប្អូនចំពោះម្ទេសបងប្អូនខ្ញុំលីងឲ្យរាងឈ្ងុយបាននេះខ្ញុំយកទៅកិនឲ្យមាត់បន្ទាប់ពីត្រីនាងខ្ញុំបានសម្រស់ឲ្យស្រស់ទឹករួចរាល់ហើយនាងខ្ញុំយកមកប្រឡាក់គ្រឿងហើយចំពោះគ្រឿងនាងខ្ញុំដាក់អំបិល1វែកស្ករ1វែកប៊ីចេង1វែករ៉ូឌី1វែកហើយបន្តមកទៀតប្រេងខ្យងហើយម្ទេសនាងខ្ញុំប្រើម្ទេសយើងលីងមិញហ្នឹងយើងយកទៅកិនឲ្យម៉ត់ល្អនឹងខ្ញុំដាក់ម្ទេស1វែកកន្លះប៉ុណ្ណឹងមកល្មមអត់ហើរពេកយើងអាចញ៉ាំបានហើយចំពោះបងប្អូនដែលគាត់អត់មានពេលអញ្ចឹងបងប្អូនទិញនៅផ្សារមកកញ្ចប់មកយើងយកមកប្រឡាក់មកស្រួលជាងយើងបែកហត់លីងបែកហត់កិនអញ្ចឹងណាបងប្អូនហើយធ្វើការប្រឡាក់ត្រីហ្នឹងឲ្យរាងចូលឲ្យសព្វល្អហើយយើងពាក់ថង់ឬក៏ពាក់ស្រោមដៃបងប្អូនដោយសារយើងប្រឡាក់ម្ទេសអញ្ចឹងណាហើយខ្លាច់លោយើងប្រើដៃទេខ្លាច់លោរោដៃអញ្ចឹងណាបងប្អូនហើយខ្ញុំចាប់ផ្ដើមរៀបត្រីម្ដងមួយរៀបសង្កត់លើគ្នាអញ្ចឹងបងប្អូនធ្វើឲ្យត្រីយើងចូលជាតិហើយវាសព្វនឹងសាច់ល្អដោយសារបើសិនជាយើងមិន
ត្រួតលើគ្នាអញ្ចឹងទេគឺសាច់ត្រីយើងវាអត់នេះល្អបងប្អូនចូលជាតិល្អហើយនាងខ្ញុំធ្វើការទុកមួយយប់ព្រឹកឡើងបាននាងខ្ញុំយកមកហាន់នេះបន្ទាប់ពីទុកមួយយប់យើងផ្អាប់នៅក្នុងទូទឹកកកសាច់ឲ្យឡើងក្រហមពេលយើងប្រឡាក់ត្រីស្រស់យ៉ាងទៅបងប្អូននេះខែនេះសបោត្រីបងប្អូនយើងទិញយកប្រឡាក់ហូបគីឡូ7-8,000ប៉ុណ្ណាណៃសាច់នៅក្រហមដាក់នេះដាក់ក្នុងទូមួយយប់ទៅវារៀងរឹងសាច់ទៅពេលយើងហាទៅសាច់ត្រីក្រហមល្អថ្ងៃក្តៅយ៉ាឲ្យហាតែមួយផ្លេតទៅបងប្អូនឈ្មោះនៅខាងខ្ញុំនេះបងប្អូនអើយត្រីឲ្យតែមានពេលធ្វើមិនខ្វះទេត្រីណាស់តែមានពេលធ្វើត្រីធ្វើផ្អកឆ្ងាញ់ណាស់ត្រឹមតែប្រឡាក់ឯណាប្រឡាក់ត្រីវាចេះឲ្យវាចូលជាតិល្អហើយយើងដាក់ច្រាមូលបងប្អូនវាអត់តនេះវាអត់ទុកបានយូរទេវាលះធំខាត្រីនេះវាសបោខ្លាំងសម្រាប់ធ្វើប្រហុកក៏ចឹងដែរធ្វើប្រហុកអត់បានយូរទេវាធំខាបាទប្រឡាក់អកហូបបានអីទៅយូរពេកក៏ខាដែរហើយយើងចាវកលីងឥឡូវរួចរាល់ហើយបងប្អូននេះយកហាលថ្ងៃមានអញ្ចឹងក៏ផ្លែđấyស្ងួតទេមួយថ្ងៃអីបើចាំ2ថ្ងៃអី2ថ្ងៃក្រៀមពេកជៀនហាស្រួយពេកទេឥឡូវខ្ញុំយកទៅហាលដាក់ឲ្យវាស្ងួតទៅបុកម្ជូរស្វាយកសាំងខែនេះសបោសាំងឥឡូវត្រីយើងខ្ញុំហាលពាក់កណ្ដាលថ្ងៃបងប្អូននេះអត់តាន់ហាលមួយថ្ងៃពេញណាតែពាក់កណ្ដាលថ្ងៃបងប្អូនឡើងស្ងួតល្អមែនទែនដោយសារមេឃរៀងបើកថ្ងៃខ្លាំងអញ្ចឹងទៅយើងហាលលះស្ងួតមែនទែនបើសិនជាបងប្អូនចូលចិត្តក្រៀមបងប្អូនស្អែកមួយថ្ងៃទៀតបងប្អូនអាចហាលបន្ថែមមួយថ្ងៃទៀតហើយមេឃបើកថ្ងៃល្អចេះហាលតែមួយថ្ងៃកន្លះអីក៏ស្ងួតល្អដែរដោយសារត្រីហ្នឹងយើងវះទៅរៀងស្ដើងអញ្ចឹងលះស្ងួតមែនទែនហើយចំពោះត្រីនេះពេលដែលយើងប្រឡាក់អំបិលម្ទេសហ្នឹងបងប្អូនរុយអត់ងាយមកពងដាក់សាច់ត្រីរបស់យើងទេហើយល្ងាចឡើងហ្នឹងនាងខ្ញុំបានសាកអាំងត្រីដែលប្រឡាក់ហ្នឹងណាហើយយើងអាំងឲ្យរៀងភ្លើងតិចដោយសារនឹងខ្ញុំប្រើស្ករអញ្ចឹងទៅយើងប្រើភ្លើងតិចមែនទែនហើយអាំងមកនិយាយពីឈ្ងុយបងប្អូនបើសិនជាយើងបុកកសាំងអីទៀតណាហើយបាយក្តៅទៀតគឺអែមហ្មងបើសិនជាបងប្អូនមានត្រីរបៀបហ្នឹងបងប្អូនអាចធ្វើវិធីនាងខ្ញុំបានធានារសជាតិឆ្ងាញ់10លើ10មកបងប្អូនហើយវីដេអូនេះខ្ញុំថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេអរគុណអំពូមីងដែលទស្សនាវីដេអូនេះខ្ញុំពីដើមរហូតដល់ចប់ហើយកុំភ្លេចជួយ Subscribe Channel ឲ្យខ្ញុំអ្នកមួយដើម្បីទទួលបានវីដេអូថ្មីជារៀងរាល់ថ្ងៃអរគុណជម្រាបលា